ទេសរដ្ឋមន្ត្រីថោងខុនស្វាគមន៍ដំណើរទស្សនកិច្ចប្រតិភូគុនខ្មែរសហរដ្ឋអាមេរិកមកកាន់ទឹកដីកំណើតនិងបញ្ជាក់ពីប្រវត្តិគុនខ្មែរលោកបណ្ឌិតថោងខុនទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជា NOCC នៅថ្ងៃទី25ខែមីនាឆ្នាំ2025កន្លងទៅនេះបានជួបសម្ដែងសម្ដាលជាមួយនឹងលោក Dennis Warner ប្រធានស្ថាប័នប្រដាល់សេរីពិភពលោក WCK និងលោក Sasan Gosham ប្រធានស្ថាប័ន International Professional Combat Council IPCC និងប្រតិភូគុនខ្មែរសហរដ្ឋអាមេរិកដែលបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាដែលជាទឹកដីកំណើតគុនខ្មែរជំនួបរវាងប្រមុខចលនាអូឡ িম্প ិកកម្ពុជានិងប្រតិភូគុនខ្មែរសហរដ្ឋអាមេរិកខាងលើនេះបានពិភាក្សាការងារមួយចំនួនដើម្បីជំរុញការផ្សព្វផ្សាយនិងរៀបចំការប្រកួតផ្សេងៗក្នុងនោះលោកទេសរដ្ឋមន្ត្រីបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហការរវាងស្ថានីយ៍ទូរទស្សន៍ថោនជាមួយសហព័ន្ធគុនខ្មែរអន្តរជាតិ KIF សហព័ន្ធគុនខ្មែរ KKF និងស្ថាប័ន WCK ដើម្បីរួមគ្នារៀបចំការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ដៃជោសន្តិភាពលើកទី3រវាងកីឡាករកម្ពុជានិងកីឡាករមកពីសហរដ្ឋអាមេរិកនៅខេត្តសៀមរាបនៅថ្ងៃទី28ខែមីនាចុងសប្តាហ៍នេះឆ្លៀតឱកាសនោះលោកបណ្ឌិតថោងខុនបានរំលឹកនៅប្រវត្តិក្បាច់គុនបុរាណខ្មែរដល់ប្រធានស្ថាប័ន WCK ក៏ដូចជាប្រតិភូគុនខ្មែរសហរដ្ឋអាមេរិកថាគុនខ្មែរមានប្រវត្តិដ៏យូរអង្វែងដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយអ្នកអាចស្រាវជ្រាវស្វែងយល់អំពីប្រវត្តិបន្ថែមតាមរយៈការទស្សនាប្រាសាទអង្គរវត្តក៏ដូចជាចម្លាក់នៅតាមប្រាសាទបាយ័នមុនឆ្នាំ1990គុនខ្មែរមានភាពល្បីល្បាញនិងមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ចាប់តាំងពីឆ្នាំ1990ដល់ឆ្នាំ1975ប្រទេសកម្ពុជាបានរងគ្រោះដោយសារសង្គ្រាមស៊ីវិលបន្ទាប់មកដោយរបបប្រល័យពូជសាសន៍ពីឆ្នាំ1975ដែលមានរយៈពេលជាង3ឆ្នាំក្នុងអំឡុងពេលនេះបញ្ញវន្តអ្នកជំនាញអត្តពលិកនិងគ្រូបង្វឹកជាច្រើនអ្នកបានបាត់បង់ជីវិតនៅថ្ងៃ7ខែមករាឆ្នាំ1979បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍យើងខិតខំប្រម៉ែប្រមូលអត្តពលិកនិងគ្រូបង្វឹកដែលនៅរស់រានមានជីវិតប៉ុន្តែដោយសារសង្គ្រាមស៊ីវិលកំពុងបន្តនិងការចាប់ផ្ដើមថ្មីវាមានភាពពិបាកនៅក្នុងការស្ដារវិស័យកីឡាឡើងវិញលោកទេសរដ្ឋមន្ត្រីបានបន្ថែមថាសូមអរគុណសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីសម្រាប់នយោបាយឈ្នះឈ្នះបានធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញចាប់ពីឆ្នាំ1998គ្រប់ផ្នែកនៃវិស័យសេដ្ឋកិច្ចសង្គមរួមទាំងវិស័យកីឡាបានរីកចម្រើនហើយយុទ្ធគុនខ្មែរបុរាណត្រូវបានផ្សព្វផ្សាយអស់រយៈពេល27ឆ្នាំដោយមានការគាំទ្រខ្លាំងទាំងថ្នាក់ជាតិនិងអន្តរជាតិជាពិសេសតាមរយៈការបដិញ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីនៅឆ្នាំ2023កម្ពុជាបានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី32និងអាស៊ានប៉ារ៉ាហ្គេមលើកទី12យុទ្ធគុនខ្មែរបុរាណជាពិសេសគុនខ្មែរទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ដោយដណ្ដើមបានមេដាយមាសជាច្រើនគ្រឿងសម្រាប់អាណត្តិថ្មីសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបាននឹងកំពុងបន្តគាំទ្រយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍវិស័យកីឡារួមទាំងយុទ្ធគុនខ្មែរបុរាណពិសេសគឺគុនខ្មែរតាមរយៈនេះក្នុងនាមប្រធាន NOCC លោកពិតជាមានសេចក្តីសោមនស្សរីករាយដែលបានជួបសម្ដែងសម្ដាលពិភាក្សាការងារជាមួយប្រតិភូគុនខ្មែរសហរដ្ឋអាមេរិកនិងបានថ្លែងអំណរគុណចំពោះការគាំទ្រដល់គុនខ្មែរលើសពីនេះលោកបណ្ឌិតថោងខុនក៏បានបង្ហាញនូវកិត្តិយសដ៏ធំធេងសម្រាប់ថ្នាក់ដឹកនាំប្រតិភូគុនខ្មែរអាមេរិកដែលត្រូវបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ក្នុងការចូលជួបសម្ដែងការគូសំជាមួយសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងនាមសម្ដេចជាអ្នកគាំទ្រនិងផ្សព្វផ្សាយយ៉ាងសំខាន់បំផុតចំពោះវិស័យកីឡាពិសេសយុទ្ធគុនខ្មែរបុរាណ